បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការប្រៀបធៀបជាមួយដើមបាយកញ្ញិញបាទអានេះបាយកញ្ញិញអានេះគឺបាយកញ្ញិញធំពុកម៉ែបងប្អូនណាអញ្ចឹងបាយកញ្ញិញគឺវាមានរូបរាងបាទស្លឹករបស់វាបែបហ្នឹងផ្លែរបស់វាបែបហ្នឹងផ្ការបស់វាបែបហ្នឹងអាហ្នឹងយើងហៅថាបាយកញ្ញិញឬក៏មុងក្រេតូចបាទឬក៏គេហៅថាមុងក្រេចំណែករុក្ខជាតិនេះគេហៅថាបាយកញ្ញិញធំឬក៏មុងក្រេធំបាទបាយកញ្ញិញធំឬក៏មុងក្រេធំនេះឯកសារដែលខ្ញុំបានយកមកធ្វើជាម្ណាស់គឺនៅក្នុងសៀវភៅរុក្ខជាតិនិងឱសថបាទទំព័រទី140 142ណាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតាមរយៈវីដេអូនេះដែរខ្ញុំសូមបង្ហាញនៅឈ្មោះរុក្ខជាតិខ្មែរយើងមួយប្រភេទទៀតហើយដែលរុក្ខជាតិនេះមានឈ្មោះថាដើមជើងចាបបាទដើមជើងចាបហើយនេះគឺជាផ្លែរបស់ដើមជើងចាបផ្លែនេះដូចជាជើងរបស់ចាបចឹងបាទហើយនេះគឺជាស្លឹកបាទជាស្លឹករបស់ដើមជើងចាបហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់ដើមជើងចាបនេះក្នុងការដែលយើងយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបាទចឹងទេពុកម៉ែបងប្អូនសូមរងចាំទស្សនាតាមដាននៅអត្ថប្រយោជន៍របស់ដើមជើងចាបនេះនៅក្នុងវីដេអូក្រោយបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតបតាមការសំណូមពររបស់ពុកម៉ែបងប្អូនរៀងថ្ងៃមុនតែគាត់ឲ្យខ្ញុំថតបង្ហាញនៅផ្ការបស់ដើមកម្រើកគុំបាទហើយផ្កាកម្រើកគុំគឺវាមានរូបរាងចឹងឯងពុកម៉ែបងប្អូនណាផ្កាវាគឺផ្កាពណ៌សហើយតបវាគឺមាន5តបបាទហើយនេះគឺជាស្លឹករបស់ដើមកម្រើកគុំបាទចឹងទេវីដេអូនេះឆ្លើយតបទៅនឹងពុកម៉ែបងប្អូនយើងដែលគាត់ចង់ស្គាល់អំពីផ្ការបស់ដើមកម្រើកគុំបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការប្រៀបធៀបជាមួយដើមបាយកញ្ញិញបាទអានេះបាយកញ្ញិញអានេះគឺបាយកញ្ញិញធំពុកម៉ែបងប្អូនណាអញ្ចឹងបាយកញ្ញិញគឺវាមានរូបរាងបាទស្លឹករបស់វាបែបហ្នឹងផ្លែរបស់វាបែបហ្នឹងផ្ការបស់វាបែបហ្នឹងអាហ្នឹងយើងហៅថាបាយកញ្ញិញឬក៏មុងក្រេតូចបាទឬក៏គេហៅថាមុងក្រេចំណែករុក្ខជាតិនេះគេហៅថាបាយកញ្ញិញធំឬក៏មុងក្រេធំបាទបាយកញ្ញិញធំឬក៏មុងក្រេធំនេះឯកសារដែលខ្ញុំបានយកមកធ្វើជាម្ណាស់គឺនៅក្នុងសៀវភៅរុក្ខជាតិនិងឱសថបាទទំព័រទី140 142ណាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតាមរយៈវីដេអូនេះដែរខ្ញុំសូមបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅរុក្ខជាតិមួយប្រភេទទៀតហើយដែលមានឈ្មោះថាដើមរោគសបាទដើមរោគសហើយដើមរោគសហ្នឹងគឺស្លឹករបស់វាគឺវាមានរូបរាងបែបហ្នឹងឯងពុកម៉ែបងប្អូនណាហើយវាជាប្រភេទវល្លិទេអានេះវាជាប្រភេទវល្លិទេណាចឹងទេនៅក្នុងវីដេអូនេះពុកម៉ែបងប្អូនទាំងអស់គ្នានឹងបានស្គាល់ឈ្មោះនៅរុក្ខជាតិមួយប្រភេទទៀតហើយដែលមានឈ្មោះថាដើមរោគសបាទដើមរោគសហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់ដើមរោគសនេះជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំសូមបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅរុក្ខជាតិមួយប្រភេទទៀតហើយដែលរុក្ខជាតិមានឈ្មោះថាម្រះព្រៅខ្មោចបាទម្រះព្រៅខ្មោចហើយម្រះព្រៅខ្មោចនេះក្លិនរបស់វាដូចជាម្រះព្រៅយើងធម្មតាដែរប៉ុន្តែបាទមានក្លិនខ្លាំងជាងឈួលខ្លាំងជាងម្រះព្រៅយើងធម្មតាបាទហើយម្រះព្រៅខ្មោចនេះមានផ្កាបែបហ្នឹងឯងពុកម៉ែបងប្អូនណាហើយស្លឹកវាគឺបែបហ្នឹងឯងណាហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីអត្ថប្រយោជន៍របស់ដើមម្រះព្រៅខ្មោចនេះក្នុងការយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបាទនៅក្នុងវីដេអូនេះដែរខ្ញុំសូមបង្ហាញរុក្ខជាតិខ្មែរយើងមួយប្រភេទទៀតហើយដែលរុក្ខជាតិនេះមានឈ្មោះថាដើមទុនទាកផ្កាសបាទដើមទុនទាកផ្កាសហើយដើមទុនទាកផ្កាសនេះវាមានស្លឹករបស់វាបែបនេះឯងពុកម៉ែបងប្អូនណាដោយតែពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនានៅក្នុងវីដេអូនេះចឹងបាទនេះគឺជាស្លឹករបស់ដើមទុនទាកផ្កាសហើយបាទហើយនេះគឺជាផ្ការបស់ដើមទុនទាកផ្កាសហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់ដើមទុនទាកផ្កាសនេះបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតាមរយៈវីដេអូនេះដែរខ្ញុំសូមបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅស្មៅមួយប្រភេទបាទស្មៅមួយប្រភេទដែលមានឈ្មោះថាស្មៅប្រមាត់មនុស្សបាទស្មៅប្រមាត់មនុស្សហើយស្មៅប្រមាត់មនុស្សនេះគឺវាមានរូបរាងដូចតែពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទហើយនេះគឺជាផ្កាបាទគឺជាផ្ការបស់ស្មៅប្រមាត់មនុស្សហើយនេះគឺជាស្លឹក
và slugរបស់ដើមប្រមាត់មនុស្សចឹងទេពុកម៉ែបងប្អូនកុំច្រឡំណាតកតងជាមួយប្រមាត់មនុស្សនេះអានេះគឺជាស្មៅហើយប៉ុន្តែមានដើមឈើមួយទៀតដែលមានឈ្មោះថាដើមប្រមាត់មនុស្សបាទហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់ដើមស្មៅប្រមាត់មនុស្សនេះក្នុងការដែលយើងយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបាទ